ស្វាគមន៍ទាំងអស់គ្នាមកកាន់វីដេអូថ្មីរបស់ខ្ញុំមួយម្ដងទៀតនៅថ្ងៃនេះខ្ញុំមានអ្វីពិសេសសម្រាប់ចែកជូនទៅកាន់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការទន្ទេញមេរៀនខ្ញុំពីដើមខ្ញុំគឺជាអញ្ញបណ្ថាសិស្សម្នាក់ដែលទន្ទេញមេរៀនមិនសូវចាំបើសិនជាចង់ចាំតែទន្ទេញឲ្យច្រើនហើយច្រំដាញឹកញាប់ញឹកញយទៅវិញទៅមកដើម្បីឲ្យចាប់ចាំហើយខ្ញុំបានគិតថាបើសិនជាខ្ញុំនៅតែទន្ទេញច្រើនដងចឹងទៀតវានាំឲ្យខ្ញុំខាតចំពោះមេរៀនហ្នឹងវាទន្ទេញអត់ទៅមុខទាំងអស់គ្នាខ្ញុំក៏រនឹកវិធីដើម្បីឲ្យការទន្ទេញរបស់ខ្ញុំកាន់តែមានប្រសិទ្ធភាពហើយវារហ័សក្នុងការចងចាំចឹងចង់ដឹងថាវិធីនោះមានអីខ្លះតាមដានទាំងអស់គ្នាវិធីទី1របស់ខ្ញុំគឺការស្វែងយល់មេរៀនជាមុនសិនចឹងមានន័យថានៅពេលដែលយើងរៀបចំទន្ទេញមេរៀនយើងត្រូវមើលចំណងជើងមេរៀនឲ្យច្បាស់សិនហើយស្វែងយល់ពីអត្ថន័យនៃមេរៀនតើគេចង់និយាយពីអីហើយគេមានខ្លឹមសារអីខ្លះនៅក្នុងមេរៀននេះយើងត្រូវមើលឲ្យបានច្បាស់ជាមុនសិនហើយយើងត្រូវស្វែងយល់ទៀតតើមេរៀននឹងមានន័យថាម៉េចចង់ប្រាប់យើងពីអីបន្ទាប់ពីយើងយល់មេរៀនហើយការទន្ទេញមេរៀនគឺងាយស្រួលបំផុតចំណុចទី2គឺការទន្ទេញមេរៀនអមដោយរូបភាពចំពោះខ្ញុំវិធីនេះខ្ញុំតែងប្រើជាមួយនឹងមេរៀនជីវវិទ្យាដោយសារតែមេរៀននេះគឺមានរូបភាពផងហើយនឹងមេរៀនផងចឹងមានន័យថាខ្ញុំត្រូវមានរូបភាពមួយហើយក្តោបនឹងខ្លឹមសារនៃរូបភាពនោះគឺអក្សរអញ្ចឹងខ្ញុំត្រូវទន្ទេញមួយមើលរូបភាពមួយថាតើអាកន្លែងរូបភាពនេះវាចង់មានន័យថាម៉េចហើយវាជាអីយើងទិញមើលមួយបដាទៅវាធ្វើឲ្យការចងចាំរបស់យើងនឹងគឺមានភាពរហ័សក្នុងការទន្ទេញបើមិនជាយើងទិញអត់មើលរូបទេយើងទិញតែអក្សរអញ្ចឹងទៅយើងចេះតែអានទៅទិញយកទៅខ្ញុំមានអារម្មណ៍ថាទិញអត់ងាយចាំទេតែបើយើងទិញច្រើនដងក៏យើងអាចនឹងភ្លេចទៅវិញប៉ុន្តែបើសិនយើងមានរូបភាពអមជាមួយនឹងការទន្ទេញមេរៀនរបស់យើងដោយទន្ទេញដោយមើលរូបភាពផងមានន័យថាយើងធ្វើឲ្យយើងមានការមើលទាំងភ្នែកស្ដាប់ទាំងតិចហើយនឹងការគិតនៅក្នុងខួរក្បាលយើងវាធ្វើឲ្យមានការសហការគ្នាការចងចាំរបស់យើងក៏អាចកើនឡើងទៅតាមនោះហើយវិធីទី3របស់ខ្ញុំគឺការយកមេរៀនទៅផ្ទុកនៅកន្លែងណាមួយការយកមេរៀនទៅដាក់នៅកន្លែងណាមួយវាហាក់បីដូចជាយើងយកឯកសារមួយទៅផ្ទុកក្នុងទូរស័ព្ទឬក៏ទៅផ្ទុកនៅក្នុងកុំព្យូទ័រដែលវាងាយស្រួលក្នុងការយកឯកសារនោះមកប្រើឡើងវិញជាងវិធីនេះក៏ដូចគ្នាដែរនៅពេលដែលខ្ញុំដឹងថាខ្លួនខ្ញុំមានវិធីនេះនៅក្នុងខ្លួនខ្ញុំក៏មានអារម្មណ៍ថាសប្បាយរីករាយព្រោះវាជាវិធីមួយដែលអញ្ញបានថាអស្ចារ្យសម្រាប់ខ្ញុំហើយវិធីនេះផងដែរវាអាចជាវិធីមួយថ្មីសម្រាប់ទាំងអស់គ្នាដែលមិនធ្លាប់ឮក៏មិនធ្លាប់ដឹងពីមុនមកខ្ញុំនឹងប្រាប់ទាំងអស់គ្នាតើខ្ញុំធ្វើវិធីនេះដោយរបៀបណាអញ្ចឹងនៅក្នុងពេលដែលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យប្រហែលជាថ្នាក់ទី8 9ខ្ញុំបានចាំមេរៀនមួយគឺមេរៀនទាក់ទងជាមួយនឹងរុក្ខជាតិដែលមានមនោគតិលេដូនឌីគតិលេដូនទាក់ទងនឹងស៊ីឡែមផ្លូអែមហើយនឹងតើស្លឹករុក្ខជាតិមានប្រមាណសន្ទាប់អញ្ចឹងខ្ញុំចាំមេរៀននេះដោយសារតែទិដ្ឋភាពនៅខាងក្រោយសាលារបស់ខ្ញុំអញ្ចឹងបានថានៅពេលដែលខ្ញុំនឹកឃើញដល់ទិដ្ឋភាពក្រោយសាលាខ្ញុំនឹងនឹកឃើញនឹងមេរៀនទាំងអស់នៅមកវិញចឹងវាជាវិធីមួយដែលខ្ញុំសប្បាយចិត្តហើយនឹងត្រេកអរដែលខ្ញុំមាននៅវិធីនេះចឹងអ្នកទាំងអស់គ្នាក៏ត្រូវតែសាកអនុវត្តនៅវិធីនេះផងដែរបើសិនជាអនុវត្តបានវាគឺអស្ចារ្យមែនទែនដើម្បីអនុវត្តវិធីនេះបានអ្នកទាំងអស់គ្នាត្រូវតែសម័យទៅដល់កន្លែងណាមួយដែលវាហាក់បីដូចជា symmetry ជាមួយនឹងមេរៀនដែលយើងទិញបើសិនជាយើងទិញពីធម្មជាតិដូចខ្ញុំនិយាយចឹងថាយើងសម័យទៅរកកន្លែងណាដែលមានដើមឈើច្រើនហើយផ្ដិតជាមួយនឹងការទិញរបស់យើងទិញទៅយើងនឹកឃើញបដាទៅវាធ្វើឲ្យមេរៀននឹងវាដិតដាមជាប់ជាមួយនឹងកន្លែងដែលយើងនឹកឃើញនឹងអញ្ចឹងនៅពេលដែលយើងនឹកឃើញដល់កន្លែងនោះមកវិញវាធ្វើឲ្យមេរៀនទាំងអស់ដែលយើងបានទិញនឹងវាអាចមកវិញឬក៏មិនមកទាំងអស់ប៉ុន្តែវាមកមួយចំនួនធំអ្នកទាំងអស់គ្នាសាកអនុវត្តទៅវាល្អមែនទេសម្រាប់ខ្ញុំគិតថាល្អវិធីនេះហើយខ្ញុំតែងតែសប្បាយចិត្តនៅពេលដែលខ្ញុំចង់ចាំវាមកវិញតាមរយៈការស្វែងរកទីកន្លែងដែលខ្ញុំបានដាក់មេរៀននឹងទៅនឹងមានវិធីទន្ទេញមេរៀនជាច្រើនទៀតដែលខ្ញុំមិនបានលើកយកមកបង្ហាញទាំងអស់ទេពីព្រោះតែខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាដឹងនៅវិធីទាំងនោះរួចទៅហើយអញ្ចឹងខ្ញុំលើកតែ3ចំណុចនេះមកនិយាយទេហើយជាចុងក្រោយខ្ញុំអរគុណទាំងអស់គ្នាមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមអភ័យទោសសម្រាប់ការនិយាយរបស់ខ្ញុំសិនជាខ្ញុំនិយាយទៅមានការខុសកន្លែងណាឬក៏ស្ដាប់មិនបាន
ឬក៏មានសម្លេងរំខានមកពីខាងក្រៅក៏សូមអភ័យទោសទៅកាន់អ្នកទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូថ្មីបន្តទៅទៀតអរគុណទាំងអស់គ្នាសម្រាប់ការទស្សនា